បាទខាងហ្នឹងមកដូចសីមាជាប់ជាមួយនឹងព្រំដែនអន្តរជាតិបាទថៃចាំយាមខាងខ្មែរព្រោះចាំយាមខាងថៃឈ្មោះហាត់ឡេកបាទទៅខាងនោះហ្នឹងហើយអញ្ចឹងស្ពាននេះគឺជាស្ពានដែលវែងជាងគេបង្អស់នៅប្រទេសកម្ពុជាកាលពីមុនបាទតែឥឡូវនេះគឺឥឡូវវែងជាងហ្នឹងទៀតហ្នឹងហើយអានេះ1900ម៉ែត្រណាបាទចិត្ត2គីឡូ1900ម៉ែត្រហ្នឹងកាលពីមុនគឺស្ពានហ្នឹងគេយកលុយបាទព្រោះកសាងដោយខាងអង្គការលីយ៉ុងផាត់លីយ៉ុងផាត់ហ្នឹងហើយកម្ពុជាមិត្តភាពគាត់តែចង់និយាយថាមិនមែនគាត់កសាងតែម្នាក់ឯងទេតែចង់និយាយថាគាត់អ្នកដើមតែកសាងអញ្ចឹងពីព្រោះអីយើងដឹងហើយថានៅក្នុងមកខេត្តកោះកុងនេះបគាត់និយាយទៅគឺបគាត់ល្បីជាងគេអញ្ចឹងបាទអ្នកអង្គការលីយ៉ុងផាត់បាទនៅក្នុងតំបន់អភិវឌ្ឍផ្នែកជាប់ជាមួយនឹងព្រំដែនបាទខាងថៃហ្នឹងហើយគាត់មានកសាងនៅកាស៊ីណូនិងរីសតធំមួយបាទកំពង់រីសតទៅទៀតយើងនឹងទៅដល់អញ្ចឹងណាបាទកំពង់រីសតបាទហ្នឹងហើយទឹកនេះយើងឃើញធំអញ្ចឹងណាបាទទឹកនេះទឹកមកកបល់ហ្នឹងយើងឃើញធំអញ្ចឹងប៉ុន្តែដល់ពេលទឹកវានាចេះទឹកក្រោមនេះគឺយើងអាចដើរបានរាក់គេដើរចាប់បកាចាប់បកងចាប់អីបានណានៅពេលយប់ឡើងមានបាទទឹកប្រៃហ្នឹងហើយទឹកប្រៃណាទឹកសមុទ្រណាហ្នឹងហើយលោកគ្រូឃើញមានចាក់ដីមួយបាទចាក់ដីទូចមួយនេះនៅជួយដៃយើងហ្នឹងហើយចាក់ដីវាធំបាទចាក់តងជាមួយនឹងប៉ុន្តែរឿងគុនខាងគុនខែនេះខ្ញុំមិនដឹងថាវាជារឿងពិតឬក៏រឿងពេញអីទេប៉ុន្តែវាជាទូទៅបើវាជារឿងគេថាប្រឡោមលោកណាបាទយើងរួមសំធម្មតាយើងអក្សរសាស្ត្រខ្មែរយើងនិពន្ធរឿងមកដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពសង្គមអញ្ចឹងណាបាទហ្នឹងហើយគេនិយាយពីរឿងដំណើរមួយបាទតាក់ទងជាមួយនឹងចាស់ដីមួយហ្នឹងបាទចាស់ដីនាងធំហ្នឹង